អូខេខ្ញុំសូមចែកម្លែកចំណេះដឹងដែលតកតងជាមួយនឹងការធ្វើបុណ្យបន្តិចណាការធ្វើបុណ្យហ្នឹងមានន័យថាវាស្មើនឹងការឲ្យទានបាទអញ្ចឹងទានរបស់យើងហ្នឹងត្រូវបានបែងចែកចេញជា3ទី1គេហៅវត្ថុទានណាវត្ថុទានហ្នឹងត្រូវបានបែងចែកចេញជា2ទៀតអមិសទានហើយនិងតេយ្យទានអញ្ចឹងស្អីគេអមិសទានហើយស្អីគេតេយ្យទានអមិសទានហ្នឹងគឺជារបស់របរគេហៅគ្រឿងតាក់ចិត្តណាហ្នឹងហើយឬក៏គេហៅជានុយណានៅពេលដែលយើងឲ្យអ្វីមួយទៅនរណាម្នាក់ហ្នឹងយើងរំពឹងថានឹងបានអ្វីមួយមកវិញបាទហើយដល់ពេលតេយ្យទានហ្នឹងនៅពេលដែលយើងឲ្យអ្វីមួយទៅនរណាម្នាក់អត់រំពឹងថាចង់បានអ្វីទេអញ្ចឹងដូចជាការឲ្យអ្វីមួយទៅអ្នកសុំទានឬក៏ឲ្យអ្វីមួយដោយចិត្តជ្រះថ្លាអាចជាបច្ច័យ4អីផ្សេងហ្នឹងអាហ្នឹងគេហៅថាតេយ្យទានជារួមមានន័យថាតេយ្យទាននៅពេលដែលយើងឲ្យអ្វីមួយទៅនរណាម្នាក់អត់រំពឹងថាបានអីមកវិញទេចំណុចមួយទៀតគេហៅអភ័យទានណាគឺជាទានដែលឲ្យអភ័យទោសចំពោះនរណាម្នាក់ធ្វើខុសជាមួយយើងអញ្ចឹងទៅយើងឲ្យអភ័យទោសគេអញ្ចឹងទៅអាហ្នឹងគេហៅថាអភ័យទានហើយបាទហើយទានមួយទៀតគេហៅថាធម្មទានណាការចែករំលែកចំណេះដឹងក៏ដូចជាចំណេះវិជ្ជាអីផ្សេងអញ្ចឹងទានមួយណាដែលប្រសើរជាងគេទានដែលប្រសើរជាងគេហ្នឹងគឺជាធម្មទាននឹងឯងមានន័យថាយើងចែកជាចំណេះដឹងចែកជាជំនាញចំណេះវិជ្ជាអីផ្សេងទៅឲ្យនរណាម្នាក់ហ្នឹងគឺប្រសើរជាងការឲ្យអភ័យទានការឲ្យវត្ថុទានអីទៀតណាបាទអញ្ចឹងសរុបមកវិញទានមាន3មានវត្ថុទានមានអភ័យទានហើយនិងធម្មទានហើយទានដែលប្រសើរជាងគេនោះគឺធម្មទាន